iPhone មួយដែលតាក់តងនឹងជាប់នេះសលេងនិយាយហ្នឹងណានេះយើងជួយដើរទៅលើសលេងនិយាយនេះវានៅជាប់យេចឹងបងប្អូនទៅដោះទាំងអស់គ្នានេះយើងប្រើម្រាមមួយគឺអត់ចេញទេណាបាទប្រើម្រាមមួយយើងចុចឲ្យដើរទេតែយើងប្រើម្រាម2ណាបើយើងប្រើម្រាម2ទេយើងយើងចុច2ដងចង់ចុចកម្មវិធីឧបភាពគឺតើយើងចុច2ដងបាទចុច2ដងvậy nè តើឥឡូវយើងទៅដោះទាំងអស់គ្នាដំបូងយើងចូល setting មកកងចាក់នេះតមកគឺយើងចូលកន្លែង security accessibility នេះរូបសញ្ញារូបមានមនុស្សឆ្កាងដែរនេះចូលហ្នឹងមកចុច2ដងណាតមកយើងចូលកន្លែងនេះ voice over នេះនេះចុចចំហ្នឹងមកចុច2ដងហ្នឹងមិនដែរតមកកន្លែងខាងលើនេះ voice over ហ្នឹងចុចចូលហ្នឹងមកហើយចុច2ដងមកបានបាត់នេះឃើញទេអញ្ចឹងយើងចុចបានធម្មតាវិញហើយនេះបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបាទអូខេ